ប្រជាប្រដ្ឋដែលរស់នៅក្នុងភូមិតាពាំងជើងស្រុកសង្កាត់ក្រាំងធ្នងខណ្ឌសែនសុខមានចិត្តសប្បាយយ៉ាងខ្លាំងដោយលោកអភិបាលខណ្ឌសែនសុខបានជួយស្ដារប្រឡាយទឹកឲ្យពួកគាត់ក្រោយពីជំនន់ទឹកភ្លៀងមួយមេយ៉ាងធំកាលពីថ្ងៃទី30ខែឧសភាឆ្នាំ2025ដោយទទួលបានបទបញ្ជារបស់លោកម៉ៅម៉ានិតអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខភ្លាមលោកចៅសង្កាត់ក្រាំងធ្នងនិងគណៈកម្មការភូមិតាពាំងជើងស្រុកក៏ដូចជាប្រជាប្រដ្ឋក្នុងភូមិទាំងមូលជាពិសេសបងប្អូនប្រជាប្រដ្ឋរស់នៅក្នុងភូមិតាពាំងជើងស្រុកមានសេចក្តីត្រេកអរពីអ្វីផ្ទឹមពំបាននិងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកម៉ៅម៉ានិតអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខដែលបានយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាប្រដ្ឋបានផ្ដល់នៅគ្រឿងចាក់និងដឹកនាំផ្ទាល់ដោយលោកចៅសង្កាត់បានចុះស្ដារប្រឡាយមេក្នុងភូមិតាពាំងជើងស្រុកដើម្បីរំដោះទឹកលិចលង់ផ្ទះសម្បែងប្រជាប្រដ្ឋជានិច្ចកាលនៅពេលដែលមានភ្លៀងធ្លាក់មកម្ដងជាស្ដែងក្រោយពីក្រុមការងារថ្នាក់ខណ្ឌបានចុះកាយវាយស្ព្រៃស្មៅដែលដុះគ្របដណ្ដប់លើលូមេបានប្រហែល30ម៉ែត្រឃើញថាលទ្ធផលជាវិជ្ជមានទឹកបានស្រកចុះពីលើថ្នល់វាស់ក្នុងអណ្ដូងលូប្រហែល30សង់ទីម៉ែត្រក្នុងថ្ងៃនេះជាចុងក្រោយបងប្អូនប្រជាប្រដ្ឋទាំងអស់សូមថ្លែងអំណរគុណដល់លោកម៉ៅម៉ានិតអភិបាលនៃគណៈអភិបាលខណ្ឌសែនសុខព្រមទាំងមន្ត្រីក្រុមអាវ៉ាត់សូមឲ្យមានសម្ដាងល្អនិងសូមជួបតែពុទ្ធពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិនៈកំបីឃ្លៀងឃ្លាតឡើយ